អូខេសួស្តីអ្នកនរគ្នាហើយនៅក្នុងវីដេអូនេះដែរខ្ញុំនឹងមកប្រាប់អ្នកនរគ្នាអំពីការប្រើប្រាស់ពាក្យ good ថ្នាក់ពាក្យវាគឺជាគុណនាមអញ្ចឹងយើងអាចយកថ្នាក់ពាក្យ good ហ្នឹងយកទៅបូកជាមួយនាមដែលនៅខាងក្រោយហ្នឹងដើម្បីលក្ខណៈថាប្រាប់ពីអ្វីដែលយើងចង់និយាយឧទាហរណ៍good យើងបកប្រែថាល្អអ្នកនរគ្នាអូខេ good យើងបកប្រែថាល្អអញ្ចឹងនៅពេលដែលយើងយកពាក្យ good ហ្នឹងមកបូកជាមួយពាក្យដែលជានាមទាំងអស់នេះគឺយើងនឹងទទួលបានជា clear ដែលតាក់ទងទៅនឹងពាក្យ good ដូចជាពាក្យថា good father អញ្ចឹងពាក្យ good father good ល្អអញ្ចឹង father ឪពុកអញ្ចឹង good father ឪពុកល្អ good mother អូខេ good mother អញ្ចឹងពាក្យ good ល្អបូកជាមួយនឹងពាក្យ mother យើងបាន clear មួយថាម្ដាយល្អអូខេម្ដាយល្អបន្តមកទៀតអ្នកនរពាក្យ good ល្អបូកជាមួយនឹង children នេះយើងបកថាកូនកូនឬក៏កូនក្មេងអញ្ចឹងទៅអញ្ចឹងអត្ថន័យកន្លែងនេះយើងអាចប្រើពាក្យ good ល្អបូកជាមួយកូនអញ្ចឹងយើងអាចបកប្រែថា good children អញ្ចឹងកូនល្អអូខេកូនល្អ good people អូខេអ្នកនរ good people អញ្ចឹង good ល្អ people មនុស្សអញ្ចឹង good people មនុស្សល្អបន្តមកទៀតអ្នកនរ good ល្អបូកជាមួយ job យើងបកថាការងារអញ្ចឹង good job ការងារល្អអូខេ good job ការងារល្អ good ល្អបូកជាមួយនឹងពាក្យ family អញ្ចឹងពាក្យ family គឺជាគ្រួសារបកប្រែថាគ្រួសារអញ្ចឹង good family គ្រួសារល្អ good ល្អបូកជាមួយនឹងពាក្យ teacher គ្រូបង្រៀនអញ្ចឹង good teacher គ្រូបង្រៀនល្អ good student សិស្សល្អអញ្ចឹងយើងយកពាក្យ good ហ្នឹងមកបូកជាមួយនឹងពាក្យ student យើងបាន clear ថាសិស្សល្អអូខេ good student country ប្រទេសអញ្ចឹងយើងយកពាក្យ good ហ្នឹងបូកជាមួយនឹង country ល្អបូកជាមួយប្រទេសអញ្ចឹង good country ប្រទេសល្អ good food អាហារអញ្ចឹង good food អាហារល្អ good drink good ល្អ drink ភេសជ្ជៈអញ្ចឹង good drink ភេសជ្ជៈល្អ good habit អូខេ good habit ទម្លាប់ល្អអញ្ចឹងយកពាក្យ good មកបូកជាមួយនឹងពាក្យ habit នឹងមកគឺយើងបានពាក្យថាទម្លាប់ល្អហើយអ្នកនរគ្នាអញ្ចឹងបន្ទាប់ពីយើងចេះ clear ដែលតាក់ទងទៅនឹងពាក្យ good ហើយយើងអាចតែងទៅជាប្រយោគបានហើយអ្នកនរគ្នា good father អញ្ចឹងយើងអាចតែងប្រយោគថា he is a good father អូខេ he is a good father គាត់គឺជាឪពុកល្អអូខេគាត់គឺជាឪពុកល្អម្នាក់អូខេ he is a good father បន្តមកទៀត good mother យើងអាចតែងប្រយោគមកថា she is a good mother គាត់គឺជាម្ដាយដ៏ល្អម្នាក់អូខេបន្តមកទៀត good children កូនល្អអញ្ចឹង they are good children ពួកគេគឺជាកូនល្អ good people ជាងតែប្រយោគមក they are good people អូខេ they are good people អញ្ចឹងពួកគេឬក៏ពួកគាត់គឺជាមនុស្សល្អ good job ការងារល្អ he has a good job គាត់មានការងារល្អមួយ good family គ្រួសារល្អ they have a good family ពួកគាត់មានគ្រួសារល្អមួយ they have a good family good teacher គ្រូបង្រៀនល្អតែប្រយោគ he is a good teacher អូខេ he is a good teacher អញ្ចឹង student កន្លែងនេះបើសិនជាយើងចង់និយាយសិស្សច្រើនយើងបន្ថែម s មកគឺយើងអាចនិយាយថា they are good students អូខេ they are good students អញ្ចឹងពួកគេគឺជាសិស្សល្អ they are good students បន្តមកទៀត good country យើងអាចតែងប្រយោគមកថា they live in a good country ពួកគេរស់នៅក្នុងប្រទេសល្អមួយ they live in a good country good food យើងអាចនិយាយថា I eat good food អូខេខ្ញុំញ៉ាំអាហារល្អ I eat good food ឬក៏ប្រើ subject we eat good food ពួកយើងញ៉ាំអាហារល្អអញ្ចឹងទៅអ្នកនរ good drink អូខេ good drink ដូចជាពាក្យ
ធម្មតាភេសជ្ជៈដែលល្អមានតែទឹកឯងមែនទេអ្នកនរគ្នាអញ្ចឹង water is a good drink អូខេ water is a good drink ឬក៏មកប្រយោគទៀត coconut juice is a good drink ទឹកដូងគឺជាភេសជ្ជៈល្អមួយអូខេ good habit ទម្លាប់ល្អ good habit អញ្ចឹងយើងអាចតែងប្រយោគមកថា reading book is a good habit reading book is a good habit អញ្ចឹងការអានសៀវភៅគឺជាទម្លាប់ល្អមួយអញ្ចឹងមេរៀននៅក្នុងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងអ្នកនរគ្នាហើយខ្ញុំនឹងជួបអ្នកនរគ្នានៅវីដេអូក្រោយទៀត Goodbye see you later